ថ្ងៃនេះខ្ញុំមកចែករំលែកខ្លីៗពីបញ្ហាអំពី logistic បើសិនជាបងប្អូនចង់ដឹងឬក៏ចង់ប្រឡូកក្នុងវិស័យ logistic ខ្ញុំនឹងចែករំលែកអ្នកនរគ្នាដូចតទៅមើលវីដេអូនេះគឺត្រូវទេខ្ញុំនឹងបត់ចែកបទពិសោធន៍តិចតួចទៅលើផ្នែកនេះទៅកាន់អ្នកទាំងអស់គ្នាផ្នែក logistic បែងចែកការងារដូចតទៅទី1 export ទី2 import ទី3 clearance ទី4 messenger ទី5 accounting ទី6គឺ sales ខ្ញុំនឹងមកដល់ចំណុចនេះខ្ញុំនិយាយផ្នែក export មុនទៅកាន់អ្នកនរគ្នាផ្នែក export យើងត្រូវដឹងទូនាទីរបស់អ្នកកាន់ export ត្រូវដឹងប្រមាណចំណុចនេះដូចខាងក្រោមដូចតទៅទទួល booking ពីរោងចក្រទទួល booking ពីរោងចក្រមានន័យថាខាងរោងចក្រគេនឹងប្រាប់ព័ត៌មានន័យថាក្នុងអាទិត្យហ្នឹងឬក៏អាទិត្យក្រោយឬក៏មួយខែមុនមួយខែទៀតគេមានប្រមាណទូដើម្បីចេញអញ្ចឹងយើងស្រង់ព័ត៌មានហ្នឹងមក note ទុកដល់មកយើងត្រូវតាក់ទងទៅក្រុមហ៊ុនកប៉ាល់គេហៅថា carrier ឬក៏ shipping line ដើម្បីប្រាប់ព័ត៌មានទៅខាងកប៉ាល់ថាក្នុងអាទិត្យហ្នឹងឬក៏អាទិត្យក្រោយឬក៏ខែក្រោយយើងមានប្រមាណទូដើម្បីគាត់ prepare ឬក៏រៀបចំទុក space ឲ្យយើងបន្តមកទៀតយើងត្រូវប្រាប់ព័ត៌មានយើងឬក៏យើង update inform ទៅខាង agent យើងនៅក្រៅប្រទេសដៃគូសហការមួយយើងប្រាប់ថាក្នុងអាទិត្យក្រោយឬខែក្រោយយើងមានទូដើម្បីគាត់ process ឯកសារឬក៏រៀបចំដើម្បីទទួលអីវ៉ាន់យើង export ទៅក្រៅហ្នឹងទី3ត្រូវដឹងកាលវិភាគហ្នឹងមិនកាលវិភាគហ្នឹងគេហៅ schedule ហ្នឹងកាលវិភាគដើម្បីអីមួយវ៉ាន់មួយត្រូវមាន schedule អញ្ចឹងយើងត្រូវដឹងថាថ្ងៃចេញហ្នឹងឬថ្ងៃចេញពីស្រុកខ្មែរទៅដល់ក្រៅប្រទេសឧទាហរណ៍គេហៅទៅដល់ជប៉ុនចិនអាមេរិកកាណាដាអីចឹងទៅដល់ថ្ងៃណាគេហៅប្រើពាក្យអង់គ្លេសថា ETD ETA អូខេតទៅទៀតយើងត្រូវដឹងថាតំណែងរបស់រោងចក្រហ្នឹងនរណាជាអ្នក pay ហ្នឹងមានន័យថាគេហៅថា ocean freight ហ្នឹងបែងចែកជាពីរគឺ collect និង prepaid collect ហ្នឹងមានន័យថា ocean freight ខាងស្រុកក្រៅគាត់អ្នកចេញស្រុកខ្មែរគឺអត់ចេញទេស្រុកខ្មែរ pay តែ local charge ទេ prepaid មានន័យថាខាងចក្រគឺជាអ្នក pay ទាំងអស់ ocean freight ថ្លៃកប៉ាល់ថ្លៃដឹកពីកប៉ាល់ហ្នឹងឆ្លងកាត់សមុទ្រហ្នឹងទៅដល់ដៃភ្ញៀវគឺរោងចក្រគាត់អ្នក pay ហើយ export ហ្នឹងវាមានការនាំចេញ3ប្រភេទទៀតវាមាន by air ចេញតាមយន្តហោះ by sea ដឹកតាមកប៉ាល់ហើយដឹកតាមកប៉ាល់ហ្នឹងមាន2ជ្រកតាមផែភ្នំពេញនិងផែកំពង់សោមយើងសួរភ្ញៀវគាត់ចេញជ្រកមួយណាតិចគាត់ចេញផែភ្នំពេញយើងបុកកំពង់សោមគឺខុសហើយណាអាហ្នឹងប្រហែលអីវ៉ាន់គឺថ្ងៃងាមហើយអញ្ចឹងយើងត្រូវឆែកច្បាស់ហើយការទទួល booking គាត់ហ្នឹង booking គាត់ទៅណាគាត់ចេញតាមច្រកណាយើងត្រូវ confirm តាម email ខ្ញុំចង់បញ្ជាក់អ្នកនរគ្នាកន្លែងបន្តិចគឺត្រូវតែព័ត៌មានទាំងអស់បើមិនយើង call direct បន្ទាប់ពី call direct ហើយយើងត្រូវឲ្យគាត់ដាក់ email ឬគាត់ដាក់ email ដើម្បីយើង confirm ដើម្បីទទួលយើងក៏យើងដាក់ email ឲ្យគាត់ confirm អាហ្នឹងជាផតាំងដើម្បីជៀសវាងការមានបញ្ហាទៅថ្ងៃក្រោយឬក៏ថ្ងៃមុខយើងស្រួលដោះស្រាយមួយគាត់ដោះស្រាយពីភ្ញៀវខ្លាចវាជាកផអាហ្នឹងធ្ងន់ណាទី2 destination ត្រូវដល់ច្បាស់ការកែការផ្នែក export ផ្ដោតទៅលើ destination គាត់ទៅណាពេលគាត់ចេញតាមមាត់ច្រកណាហ្នឹងយើងត្រូវច្បាស់ការពីអាហ្នឹងគឺខុសធ្ងន់ណាស់ហ្នឹងធ្ងន់កគឺការអស់លុយច្រើនណាស់ហើយមួយទៀត by land មិញ by air by sea និង by land ហ្នឹងមានន័យថាដឹកតាមឡានហ្នឹងអត់តាមយន្តហោះអត់ដឹកតាមកប៉ាល់ទេយើងដឹកពីផែហ្នឹងយើងចេញតាមមាត់ច្រកប្រវត្តិអាហ្នឹងគេហៅ by land អាហ្នឹងអូសទូកុងតឺន័រចេញពីវៀតណាមមកវិញអាហ្នឹងខ្ញុំនឹងលំអិតប្រសិនជាអ្នកទាំងគ្នាឆ្ងល់កន្លែងអាហ្នឹងវាពិបាកតិចគេហៅ by land ហ្នឹងអាហ្នឹងគេហៅ land sea អាហ្នឹងរៀងវែងឆ្ងាយបន្តិចបើអ្នកនរគ្នាចង់ដឹងអាហ្នឹងអបិសូតក្រោយខ្ញុំនឹងប្រាប់អាហ្នឹងខ្ញុំប្រាប់ចំណុចខ្លះដែលយើងត្រូវដឹងតើមក
nhâm năng lồng ấp trong này bằng thái năng bỏ mì khác từ lờ đặc biệt booking từ cần cặp bảo dương pe dương booking từ cặp bảo dương thời bật chẹt phèp khang rồi mong cặp bảo dương booking xài công tận nó xài tu công tận nó viên miên chọn viên miên chọn sai viên miên phải fit size of fit GP size of fit hay chú nâng size of bém hay chú chẳng dương booking mùi nà dương phèp xài có tới cho nên có tông có lỗ nâng si và âm dương đi theo tới tầm một tiết dương thời chưa được cầm hôn tam trả sai cầm hôn dương chỉ tu tới dương pra cầm hôn mình là shipping line dọc mái viên miên chờ viên miên SIDC viên miên One viên miên MERS viên miên IAL viên miên OOCL nắng tam cầm hôn này đọc cái booking mùi na phở nắng dương phải chạy cho mỗi cầm hôn dương này trận á cứ quạt advice cô đi comment quạt miên là nắng cái hai sự việc contract á thì tôi tới thang cầm hôn career cho mỗi năng logistics cái miên sự việc contract chẳng dương bọc under sự việc contract nhưng tới tha dương booking từ cặp bảo mùi na chỉ trong một job nhưng bật chạm bật thái cứ booking tam cặp bảo lắm cầm hôn khác cái booking direct per email nằm per form booking tam cặp bảo khác cái per system nắng tam cả chạy đáy nhá này nắng bao phần chiến nè thôi ca nông cầm hôn logistics nhắn tại cầm hôn này dương cặp bảo lắm dương xua mê thang bong cầm đi từ xua này càng lấy thay những booking nó per system đi có per email direct nắng và dùng per system khang hông cầm hông cặp báo kia nằng trend dưới này kia nằng phèp kia nằng mình gài line cả booking hoặc kia dùng call direct ta bong miền nhưng thời cả booking cho mỗi bong chẳng bong chui ai gài line miền booking system on chẳng kia phèp vậy chẳng gì booking tam ca này nằm hoặc không cặp báo thế nằng rồi chứ nhưng miền tập bắn đó xin đọc play export play ở pasai export á nâng play cho import play clearance nhưng nâng màu phèp này đọc ní nơi episode khởi số một con